កុំភ្លេចថាអ្នកជាសមាជិកនៃគ្រួសារស៊ូឃ្វីខេងរបស់ខ្ញុំខ្ញុំមិនខ្វះស្នេហាទេតើអ្នកអាចលះបង់ការស្អប់ខ្ពើមរបស់អ្នកចំពោះពាក្យសម្ដីមិនសមរម្យមួយចំនួនដោយកំពុងសុបិនតើវាជាអ្នកណាទ្វារបើកចំចូលមកដោយខ្លួនឯងតើអ្នកកំពុងធ្វើអ្វីនៅទីនេះខ្ញុំមួយសន្ទុះទៀតខ្ញុំនឹងត្រឡប់មកនិយាយជាមួយអ្នកវិញបន្ទាប់ពីខ្ញុំលួងលោមទារករួចរាល់ល្អទៅរកស៊ូស៊ីយីគាត់ត្រូវបានគេបោកប្រាស់ទាំងស្រុងដោយគ្រាន់តែនិយាយបានថាខ្ញុំជាក្មេងអាយុ3ឆ្នាំជាមួយអត់ការងារធ្វើគឺជារឿងដ៏រីករាយមួយកញ្ញាលីនអ្នកនាងលីនសូមរងចាំបន្តិចលោកក្រឹវវ័យក្មេងទី2បានណែនាំខ្ញុំឲ្យនិយាយជាមួយអ្នកស្រីលីនភ័យខ្លាចខ្លាំងណាស់ចៅហ្វាយនេះវ័យក្មេងទី2ទើបតែខាត់បង់ប្រាក់បន្ថែមខ្ញុំបានខាត់លុយពេញមួយយប់ពួកគេមិននឹងងុយគេងទេខ្ញុំប្រញាប់ទៅសាលារៀនដើម្បីបំពេញការចុះឈ្មោះកន្លែងស្នាក់នៅរបស់ខ្ញុំអ្នកនាងយីនអ្នកមានការអត់ធ្មត់តិចតួចណាស់ចាប់តាំងពីខ្ញុំបានសន្យាជាមួយចៅហ្វាយវ័យក្មេងអាចត្រឡប់ពាក្យសម្ដីរបស់អ្នកបានយ៉ាងនេះហើយអ្នកចេញទៅដូចនេះតើអ្នកក៏តែងនឹងនិយាយអ្វីទៅកាន់អ្នកប្រសិនបើពួកគេឃើញរឿងនេះពិភពលោកឈួតអ្វីម្លេះមនុស្សល្ងងម្នាក់នេះឈួតមែនខ្ញុំគិតថាអ្នកបម្រើនេះធ្លាប់ជាមនុស្សធម្មតាខ្ញុំអាចបកស្រាយអាកប្បកិរិយារបស់អ្នកថាអ្នកចង់ឈប់មែនទេអ្នកនាងលីសូមកុំបំភ័យខ្ញុំអីខ្ញុំបានធ្វើបែបនេះដើម្បីកេរ្តិ៍ឈ្មោះគ្រួសារស៊ូមនុស្សនឹងមើលងាយគ្រួសារស៊ូប្រសិនបើអ្នកចេញទៅបែបនេះហេតុអ្វីខ្ញុំមិនទាន់បានប្រឡងចូលមហាវិទ្យាល័យនៅឡើយគ្រួសារស៊ូទៅតើអ្នកគិតថាអ្នកជានរណាខ្ញុំមិនមែនជាមនុស្សដែលអ្នកអាចបញ្ជាបានទេប្រសិនបើអ្នកមិនចង់ធ្វើការងារដែលមានប្រាក់ខែ30មានមនុស្សជាច្រើនដែលចង់ធ្វើវាលោកស្រីស៊ូខ្ញុំខឹងអ្នកដទៃខ្លាំងណាស់មានបញ្ហាអ្វីជាមួយខ្ញុំតើគាត់បំភ័យអ្នករហូតដល់ស្លាប់មែនទេអ្នកសូមឲ្យគាត់ប្រាប់អ្នកថាទំនាក់ទំនងរវាងបងប្រុសទី2និងបងប្រុសតែម្នាក់គត់នោះនិយាយស្រួលប៉ុណ្ណាខ្ញុំអាចច្រណែនពួកគេពីជ្រុងមួយប៉ុណ្ណោះគ្មានអ្នកណាម្នាក់នឹងប្រព្រឹត្តចំពោះខ្ញុំដោយស្មោះទេមិនមែនគ្រាន់តែធ្វើពុតជាត្រូវគេធ្វើបាបតែអ្នកណាមិនអាចធ្វើបែបនោះបានតើអ្នកណាជាអ្នកហ៊ាននិយាយរឿងមិនសមហេតុផលជាមួយកូនស្រីខ្ញុំលោកស្រីខ្ញុំគិតថាជីយីត្រូវបានមនុស្សដូចអ្នកបំផ្លាញខ្ចប់កាបូបរបស់អ្នកភ្លាមចេញពីផ្ទះខ្ញុំទៅលោកស្រីឲ្យចេញទៅមានអ្វីកើតឡើងនៅពិធីជប់លៀងកាលពីម្សិលមិញកំហុសរបស់ស៊ូមីចំពោះខ្ញុំគួរតែឈានដល់ខ្ញុំត្រូវឆ្លៀតឱកាសនេះឲ្យបានល្អបំផុតឥឡូវនេះខ្ញុំបានឡើងដល់កំពូលហើយខ្ញុំមានមិត្តភ័ក្តិមួយចំនួនដូចខ្ញុំដែរតើអ្នកអាចអនុញ្ញាតឲ្យពួកគេមកធ្វើការបានទេពួកគេមានសមត្ថភាពខ្លាំងណាស់ខ្ញុំបានប្រមូល10ជាមួយពួកគេតាំងពីខ្ញុំនៅក្មេងលាងចានកម្មករទូទៅវាជាកំហុសរបស់ម៉ាក់ទាំងអស់សូមឲ្យពួកគេមកជាមួយគ្នាតើ50,000ក្នុងមួយខែគ្រប់គ្រាន់ទេខ្ញុំនឹងរៀបចំការដ្ឋានឥឡូវនេះអរគុណលោកស្រីខ្ញុំនឹងទៅសាលាដើម្បីបំពេញនីតិវិធីស្នាក់នៅជាមុនសិនសួស្តីខ្ញុំឈ្មោះលីនស៊ីវាងវាពិតជាលេងសៅវងមែនចូលមកលឿនមកចូលមកលឿនមកអរគុណបន្ទាប់មកវាគឺបន្ទប់ស្នាក់នៅរបស់យើងវាពិតជាធ្វើឲ្យអន្តេវាសិកដ្ឋានតូចរបស់យើងភ្លឺចែងចាំងលោកសុភាពបុរសខ្ញុំពិតជាកោតសរសើរអ្នកណាស់ខ្ញុំដែរខ្ញុំចង់សួរអ្នកថាតើអ្នកទទួលបានពិន្ទុ700យ៉ាងដូចម្ដេចមិនថាខ្ញុំព្យាយាមយ៉ាងណាក៏ដោយពួកគេអាចសង្កង្បានត្រឹមតែប្រហែល520ប៉ុណ្ណោះតើអ្នកចង់កែលម្អទេចង់រត់ហើយចូលយើងចាប់ផ្ដើមសិក្សាយ៉ាងយកចិត្តទុកដាក់ចាប់ពីថ្ងៃនេះទៅដោយធ្វើតាមល្បឿនរបស់ខ្ញុំយើងពិតជានឹងសិក្សាយ៉ាងយកចិត្តទុកដាក់ហេភ្ញាក់ឡើងម៉ោងប៉ុន្មានហើយវាម៉ោង 5:01 ហើយប្រញាប់ក្រោកពីគ្រែទៅរៀនណាប៉ាហេតុអ្វីភ្ញាក់ឡើងឆ្នាំនេះមិនបាច់គេងទេរហូតដល់វាចប់តើកូនគេងលក់យ៉ាងដូចម្ដេចនៅអាយុរបស់អ្នកអូតើអ្នកកំពុងទៅណាថ្ងៃស្អែកជាថ្ងៃចុងសប្តាហ៍ហើយឱកាសនៅថ្ងៃឈប់សម្រាប់ដើម្បីធ្វើការជំរុញសាកល្បងសម្រាប់ខ្លួនអ្នកតើវាយ៉ាងម៉េចដែរមិនអីទេចៅហ្វាយយើងមិនបាននៅផ្ទះអស់រយៈពេលកន្លះខែហើយសូមអនុញ្ញាតឲ្យយើងទៅឥឡូវនេះខ្ញុំយល់ហើយពិន្ទុ100នោះពិតជាស័ក្តិសមនឹងទទួលណាស់ខ្ញុំពិតជាមិនអាចទេសូវ៉ាងតើអ្នកមិនទៅផ្ទះទេខ្ញុំមិនឆ្លើយតបទេមិនអីទេដោយសារអ្នកមានគម្រោងសម្រាប់ថ្ងៃឈប់សម្រាប់ខ្ញុំនឹងមិនបង្ខំអ្នកឲ្យស្នាក់នៅទេអាចទៅបានខ្ញុំត្រូវបន្តអនុវត្តបញ្ហាសរសេរកូដលេហើយតា
hơi su ta nè nâng ai trở lọp từ tia vinh nợ châu dân bằng bạch vía hơi su ta nè nâng ai trở lọp từ tia vinh nợ bên nè khăng na ôខ្ញុំកំពុងស្ថិតក្រោមសម្ពាធខ្លាំងពេកឥឡូវនេះខ្ញុំរវល់ហើយអ្វីបានជាគាត់តែងតែមានពេលទៅផ្ទះតើអ្នកមិនគិតពីចំនួនពិន្ទុដែលគាត់រកបានហើយខ្ញុំទទួលបានប៉ុន្មានពិន្ទុទេស្វានប៉ារបស់អ្នកនិងខ្ញុំសង្ឃឹមថាអ្នកអាចត្រឡប់មកផ្ទះវិញបានយើងទាំងអស់គ្នានឹកអ្នកពួកគេចង់ប្រើប្រាស់ទំនាក់ទំនងគ្រួសារដើម្បីគំរាមកំហែងខ្ញុំទេខ្ញុំក៏នឹកអ្នកដែរការរក្សាពិន្ទុនេះគឺហត់នឿយណាស់ខ្ញុំពិតជារវល់ជាមួយការសិក្សារបស់ខ្ញុំណាស់ពិតជាគ្មានពេលទេប៉ុន្តែការសិក្សាក៏ត្រូវការសម្រាប់ដែរអ្នកមិនយល់ពីការរៀនសូត្រទេខ្ញុំនឹងត្រឡប់ទៅវិញនៅពេលដែលខ្ញុំមានពេលអ្នកគឺជាសមាជិកនៃគ្រួសារយើងត្រូវតែត្រឡប់មកវិញសម្រាប់អាហារពេលល្ងាចជុំគ្រួសារដែលដោយសារតែពេលដែលអ្នកបានដុសស្លាប់រួចហើយអ្នកអាចបិទបាំងសក់ចាស់របស់អ្នកបានគាត់ងីនឹងដួលពន្យល់អូព្រះជាម្ចាស់ឲ្យហើយអ្វីបានជាពួកគេតាមយើងទៅសាលារៀនខ្ញុំនឹងត្រូវលះបង់ពេលវេលាសិក្សាដ៏មានតម្លៃរបស់ខ្ញុំម្ដងទៀតដើម្បីផ្គប់ចិត្តពួកគេស្រោមជើងបើខ្លួនឯងចោះជីវិតនៅសាលារបស់អ្នកពិតជាវេទនាណាស់ហើយអ្វីបានជាអ្នកមិនទៅផ្ទះវិញបើអ្នកមានចុងភៅនៅផ្ទះមានចុងភៅម្នាក់នៅក្នុងគ្រួសារក៏មិនបានយកអាហារមកឲ្យខ្ញុំដែរបាត់ចាស់សោះទៅផ្ទះវិញកូនទី4ហើយអ្វីខ្ញុំមិនត្រឡប់ទៅវិញទេថ្ងៃនេះជាថ្ងៃអាទិត្យថ្នាក់រៀនចាប់ផ្ដើមនៅថ្ងៃស្អែកមិនចាំបាច់ឆ្លងកាត់បញ្ហាទាំងអស់នេះទេខ្ញុំមិនទៅផ្ទះទេឈប់បោកប្រាស់ទៀតទៅផ្ទះជាមួយខ្ញុំឥឡូវនេះគ្រាន់តែទៅផ្ទះញ៉ាំអាហារវាមិនមែនដូចជាខ្ញុំនឹងសម្រាប់អ្នកទេមិនចាំបាច់ជាការពិតទេតើអ្នកណាដឹងថាមានឧបសគ្គអ្វីទៀតដែលកំពុងរងចាំខ្ញុំទេខ្ញុំមិនចូលចិត្តញ៉ាំសាច់និងត្រីនៅផ្ទះទេការញ៉ាំច្រើនពេកអាចធ្វើឲ្យរាងកាយមានភាពតានតឹងខ្ញុំនឹងបញ្ជាទិញតែរបស់ល្អប៉ុណ្ណោះហើយអ្វីបានជាអ្នកអ៊ូតជាមួយនឹងចំណាត់ថ្នាក់បច្ចុប្បន្នរបស់អ្នកនឹងមិនចាំបាច់អ្វីមិនឆ្លៀតពេលនេះទៅផ្ទះវិញនៅសាកលវិទ្យាល័យរបស់គ្រួសារយកឲ្យកាន់តែច្បាស់អូដូច្នេះហើយទើបគេបានគ្រោងទុកបែបនេះស៊ូអាឪពុកមានន័យដូចម្ដេចបច្ចុប្បន្នខ្ញុំកំពុងស្ថិតក្នុងការរត់ប្រណាំងចុងក្រោយនៃឆ្នាំចុងក្រោយនៃវិទ្យាល័យឈប់រៀនហើយត្រឡប់ទៅផ្ទះវិញដើម្បីណាតែដោយមិនខានទៀតមានទ្រព្យសម្បត្តិច្រើននោះហើយជាមូលហេតុដែលពួកគេបានបញ្ជូនខ្ញុំទៅទីនោះដើម្បីអ្នកកំពុងលក់ស្នេហារបស់អ្នកទេមិនដំណើរការបែបនោះទេអូនោះមិនមែនជាអ្វីដែលអ្នកចង់មានន័យទេខ្ញុំនឹងត្រឡប់ទៅសរសេរខ្ញុំមានសំណួរហើយស៊ូខ្ញុំដឹងថាអ្នកមានការអាក់អន់ចិត្តចំពោះយើងដរាបណាអ្នកត្រឡប់មកផ្ទះវិញយើងអាចយល់ព្រមតាមលក្ខខណ្ឌណាមួយដែលអ្នកកំណត់ទេអ្វីដែលខ្ញុំចង់ធ្វើនៅពេលនេះគឺខិតខំសិក្សានៅសាលាសម្រាប់ការប្រឡងចូលមហាវិទ្យាល័យមានដែនកំណត់ចំពោះចំនួនដែលអ្នកអាចបញ្ចេញថាអ្នកពេញវ័យហើយឥឡូវនេះអ្នកគឺជាសមាជិកនៃគ្រួសារស៊ូប្រសិនបើអ្នកមិនទទួលស្គាល់គ្រួសារស៊ូទេសៀវភៅគ្រួសាររបស់អ្នកត្រឡប់ទៅខេត្តសានហឺវិញភ្លាមត្រឡប់មកទីនេះវិញឥឡូវនេះមានមនុស្សមិនច្រើនទេដែលមានអាយុស្របាលអ្នកដែលនៅតែឆោតល្ងងបែបនេះអ្នកគ្មានជំរឿអ្វីក្រៅពីបញ្ជូនខ្ញុំត្រឡប់ទៅខេត្តសានហឺវិញសម្រាប់ការប្រឡងនោះទេតើអ្នកចង់មានន័យយ៉ាងណាអ្វីអ្នកពិតជាបានធ្វើឲ្យខ្ញុំឈប់រៀនហើយត្រឡប់ទៅខេត្តសានហឺវិញដើម្បីប្រឡងទេលេងសៃវ៉ាន់មិនអាចផ្ទេរសាលារៀនបានទេលីនស៊ីវ៉ាងមិនអាចផ្ទេរសាលារៀនបានដាច់ខាតគាត់គឺជាសិស្សតែម្នាក់គត់នៅក្នុងសាលារបស់យើងដែលមានសក្តានុពលក្នុងការទទួលបានអ្នកណាអាចយកគាត់200និងខ្លាយជាសិស្សពូកែបំផុតអ្នកដឹកនាំរឿងការយកច្រឡំមួយនេះគឺជាការយកច្រឡំទាំងអស់បាត់ចាស់សោះងាយយកយើងគ្រាន់តែចង់ឲ្យកូនរបស់យើងត្រឡប់មកផ្ទះវិញហេតុអ្វីត្រូវទៅផ្ទះតើអ្នកមានគម្រោងបញ្ជូនខ្ញុំទៅខេត្តសានហឺវិញដោយសម្ងាត់មែនទេខ្ញុំប្រាប់អ្នកដរាបណាខ្ញុំនៅទីនេះអ្នកមិនអាចយកវាពីសាលារបស់យើងបានទេហេតុអ្វីយើងសុខសប្បាយទេងាយយកវាមិនអីទេប្រសិនបើវាចំណាយពេលសិក្សារបស់ខ្ញុំនៅពេលរសៀលខ្ញុំនឹងមិនបាក់ទឹកចិត្តចំពោះរឿងនេះទេវានឹងមិនបណ្ដាលឲ្យមានការថយចុះប្រសិទ្ធភាពនៃការរៀនសូត្រនោះទេខ្ញុំពិតជាមិនបណ្ដោយឲ្យខ្លួនឯងបាត់បង់ឱកាសក្នុងការក្លាយជាមនុស្សល្អម្នាក់ឡើយធ្វើម្ដេចអាចមានឪពុកម្ដាយបែបនេះបង្ខំកូនរបស់អ្នកមិនឲ្យសិក្សាឲ្យបានត្រឹមត្រូវប្រសិនបើចំណាត់ថ្នាក់របស់លេងសៃវងធ្លាក់ចុះដោយសារខ្ញុំនឹងមិនអនុញ្ញាតឲ្យអ្នករស់ពីរឿងនេះទេធ្វើការនៅការិយាល័យពន្ធអ្នកដឹងរឿងនោះហើយមែនទេសាឡបងវិធីនេះយើងនឹងមិនជ្រៀតជ្រែកការសិក្សារបស់គាត់ជាដាច់ខាតអ្នកបានរំខានពួកគេអស់ជាច្រើនឆ្នាំមកហើយនៅពេលនោះខ្ញុំអាចបញ្ចប់ក្រដាស់ប្រឡងទាំងមូលបានភាពលាក់ពុតពិតប្រាកដអ្នកពិតជាយកចិត្តទុកដាក់ចំពោះកុមារណាស់តើអ្នកមកដោយដៃទេដោយរបៀបណាលីងសូមមេត្តាកុំបារម្ភពីវាសិក្សាឲ្យបានខ្ជាប់ខ្ជួនតាក់ទងមកខ្ញុំគ្រប់ពេលប្រសិនបើអ្នកជួបប្រទះការលំបាកណាមួយមិនអីទេអ្នកទាំងអស់គ្នាសូមបែកខ្ញែកនៅពេលដែលអ្នករឹងមាំគ្រប់គ្រាន់ពិភពលោកទាំងមូលនឹងឈរនៅពីក្រោយអ្នកខ្ញុំមិនត្រូវការសេចក្តីស្រឡាញ់ដ៏សុចរិតរបស់ឪពុកម្ដាយរបស់ស៊ូទេខ្ញុំមិនដែលនឹកស្មានថាលេងសៃវ៉ាន់នឹងមានល្បិចកខ្លាំងម្លេះនៅក្មេងបែបនេះទេស្វាមីតើអ្នកចង់មានន័យយ៉ាងណា
ប្រសិនបើគាត់ពិតជាទទួលបានពិន្ទុខ្ពស់បំផុតនោះគឺ Kwon Ying-sheng សូម្បីតែចំណុចកណ្ដាលនៃប្រទេសទាំងមូលប្រសិនបើមនុស្សដឹងថាគាត់មិនដែលត្រឡប់ទៅគ្រួសារស៊ូវិញក្នុងអំឡុងពេលប្រឡងចូលមហាវិទ្យាល័យទេបន្ទាប់មកគ្រួសារស៊ូរបស់យើងនឹងបាក់ឆ្អឹងខ្នងហើយវាក៏អាចត្រូវបានកេងប្រវ័ញ្ចដោយក្រុមហ៊ុនគូតម្លៃភាពហ៊ុនរបស់ក្រុមហ៊ុនយើងក៏អាចរងផលប៉ះពាល់ផងដែរពេលនោះគ្រួសារខ្ញុំពិតជានឹងទទួលខុសត្រូវចំពោះខ្ញុំធ្ងន់ធ្ងរម្ល៉េះប៉ុន្តែចុះយ៉ាងណាបើស្វ័នបដិសេធមិនត្រឡប់មកវិញលើសពីនេះទៅទៀតពួកគេមិនត្រូវបានការពារដោយនាយកនោះទេឪពុកម្ដាយអ្នកត្រឡប់មកវិញហើយជីយីប៉ាណៃណាខ្ញុំត្រូវការជំនួយពីអ្នករវល់អ្វីម្លេះវិធីនោះអ្នកអាចធ្វើអាហារដែលមានជីវជាតិមួយចំនួនដោយខ្លួនឯងសាលាចាប់ផ្ដើមថ្ងៃស្អែកអត្ថន័យអ្នកផ្ទាល់បាននាំយករឿងនេះទៅថ្វាយព្រះមហាក្សត្រទាំង4អ្វីយប់នោះថ្ងៃស្អែកត្រូវប្រកាសថាប្រគល់វាទៅឲ្យស្លាប់ឲ្យបានត្រឹមត្រូវនៅចំពោះមុខមិត្តរួមថ្នាក់របស់អ្នកត្រូវតែចុះសម្រុងជាមួយគាត់បានអនុញ្ញាតឲ្យគាត់មានអារម្មណ៍កក់ក្ដៅពីគ្រួសារស៊ូនេះជាអាហារដែលមានជីវជាតិដែលម៉ាក់ខ្ញុំបានឲ្យតែញ៉ាំវាឲ្យបានត្រឹមត្រូវសេចក្តីសប្បុរសរបស់គ្រួសារស៊ូចំពោះអ្នករស់នៅបានល្អនៅថ្ងៃអនាគតគ្រួសារស៊ូ11តើនេះជាទម្រង់ថ្មីមួយទៀតនៃការធ្វើបាបនៅសាលារៀននៅតាមផ្លូវមែនទេតើអ្នករៀនថ្នាក់ណាតើអ្នកណាជាអ្នកហ៊ានធ្វើបាបយើងជាសិស្សបែបនេះខ្ញុំមិនអាចទិញអាហារដែលមានជីវជាតិរបស់អ្នកបានទេយ៉ាងណាក៏ដោយខ្ញុំបានផ្ញើសាររបស់ខ្ញុំពីឪពុកម្ដាយរបស់អ្នកត្រូវតែរក្សាវាចាំទេថាគ្រួសារស៊ូល្អចំពោះអ្នកវាហាក់ដូចជាគូស្នេហ៍ស៊ូមិនបាននាំខ្ញុំទៅផ្ទះទេនោះហើយជាមូលហេតុដែលពួកគេបានបញ្ជូនសិស្សជាពិសេសមកកប់ចិត្តខ្ញុំគាត់មានបញ្ហាច្រើនជាងអ្វីដែលគាត់សមនឹងទទួលបានតើអ្នកមានអ្វីគួរឲ្យអស់សំណើចម្ល៉េះជាការពិតណាស់អ្នកគឺកំ pl ែងបំផុតរំលឹកដល់ទង្វើល្អរបស់គ្រួសារស៊ូខ្ញុំមិនចាំថាគ្រួសារស៊ូបានប្រព្រឹត្តចំពោះស៊ូវាងបានល្អប៉ុណ្ណាទេហាហេតុអ្វីស្រោមជើងលីនចូលចាំទុកនៅការអាម៉ាស់ដែលអ្នកបានធ្វើមកលើខ្ញុំនឹងសងអ្នកវិញ100ដងនៅពេលអនាគតហើមត្រូវធ្វើអ្វីជីយីគឺជាកែវភ្នែករបស់គ្រួសារយើងតើអ្នកមានសិទ្ធិអ្វីមកធ្វើឲ្យគាត់ខ្មាស់ទៅថ្នាក់រៀនរបស់ឆៃថ្ងៃស្អែកហើយយកអាហារមកឲ្យគាត់ត្រូវប្រកាសថាមនុស្សគ្រប់គ្នាសាច់ញាតិរបស់អ្នកនឹងជីយីតើយើងជិតស្និទ្ធនឹងគ្នានេះទេគាត់បានយកអត្តសញ្ញាណរបស់ខ្ញុំគាត់អួតពីរធានុភាពរបស់គាត់នៅចំពោះមុខខ្ញុំជារៀងរាល់ថ្ងៃអួតអាំងលើគាត់ហើយអ្នកតើអ្នកបានចាក់ថ្នាំបំបត្តិស្នាមជ្រួញក្នុងខួរក្បាលរបស់អ្នកហើយអ្វីបានជាអ្នកគិតថាអ្នកអាចបញ្ជាខ្ញុំនៅជុំវិញបានឈរឲ្យរឹងមាំបងប្រុសដូចជាមិនចាត់ទុកខ្ញុំជាគ្រួសារតតែសោះខ្ញុំគិតថាខ្ញុំមិនគួរទៅផ្ទះវិញទេសង្ឃឹមថាកុំយកពាក្យសម្ដីរបស់គាត់មកពិចារណាទទួលបានប្រាក់ចំនួន100,000យន់តាមរយៈ Alipay បងប្រុសច្បងមនុស្សគ្រប់គ្នាបានទៅផ្ទះវិញសម្រាប់ការបង្រៀនទៅផ្ទះទេហេតុអ្វីត្រូវទៅផ្ទះតើនេះមិនមែនជាការរត់ប្រណាំងចុងក្រោយទេការត្រឡប់ទៅផ្ទះវិញមុនពេលប្រឡងគឺជាបទល្មើសធ្ងន់ធ្ងរនៅក្នុងខេត្តរបស់យើងការទៅផ្ទះអនុញ្ញាតឲ្យមានការពិនិត្យឡើងវិញកាន់តែប្រសើរបានជួលគ្រូបង្រៀនឯកជនដើម្បីបង្កើននិទេសរបស់ពួកគេផ្ទះរបស់អ្នកសុំទោសខ្ញុំភ្លេចតើអ្នកជានរណាវាមិនសំខាន់ទេខ្ញុំមិនចង់ទៅផ្ទះទេខ្ញុំកំពុងរៀនបានល្អនៅសាលាយើងនឹងទៅឥឡូវនេះខ្ញុំកំពុងចាក់ចេញឥឡូវនេះលេហើយហេតុអ្វីឪពុកម្ដាយខ្ញុំចង់ឲ្យអ្នកត្រឡប់ទៅផ្ទះវិញហើយសិក្សាឪពុកម្ដាយរបស់អ្នកអរគុណច្រើនណាស់ម៉ាក់និងប៉ាខ្ញុំគ្រាន់តែជាសាច់ញាតិឆ្ងាយម្នាក់ប៉ុណ្ណោះដូច្នេះឪពុកម្ដាយរបស់អ្នកមិនចាំបាច់បារម្ភតែត្រឡប់ទៅផ្ទះវិញហើយចំណាយពេលដ៏មានគុណភាពជាមួយឪពុកម្ដាយរបស់អ្នកថាតើអ្នកឆ្លើយទៅឬអត់គឺអាស្រ័យលើអ្នកខ្ញុំពិតជាមិនយល់ពីអ្វីដែលមិត្តរួមបន្ទប់ខ្ញុំកំពុងគិតនោះសាលាពិតជាអស្ចារ្យណាស់វាមានអ្វីគ្រប់យ៉ាងអ្នកក៏អាចសុំជំនួយពីគ្រូនៅពេលណាក៏បានដែរហេតុអ្វីត្រូវរកគ្រូបង្វឹកផ្ទាល់ខ្លួនពួកគេពិតជាកំពុងដុតលុយមែនលីនស៊ីវ៉ាងឥឡូវនេះគ្មានពេលសម្រាប់អ្នកខកចិត្តទេការប្រឡងចូលមហាវិទ្យាល័យចិត្តមកដល់ហើយមក
ជីងទីបំផុតអ្នកបានហៅខ្ញុំហើយថ្មីនេះអ្នកសុខសប្បាយជីទេជាវងខ្ញុំបានមកជួបអ្នកនៅសាលារៀនមកវះកាត់អ្វីមកគាត់ពិតជាមានកម្លាំងដូចគោឈ្មោលខ្ញុំនឹងផ្ដល់ឲ្យអ្នកដែលខ្ញុំយកមកនឹងហៀចេញខ្ញុំនឹកអ្នកខ្លាំងណាស់បងស្រីយល់ពងខ្ញុំនៅទីនេះហើយមែនទេកុំយំអីការប្រឡងចូលមហាវិទ្យាល័យចិត្តមកដល់អ្នកនៅតែយំអ្នកនឹងយំសោកស្ដាយចំពោះសំណាងល្អទាំងអស់របស់អ្នកហេតុអ្វីបានជាអ្នកនៅទីនេះតើនេះមិនមែនគ្រាន់តែដើម្បីមើលថែយើងដែលជាបេក្ខជនការប្រឡងចូលមហាវិទ្យាល័យចិត្តមកដល់អ្នកអាចរស់នៅបានយ៉ាងដូចម្ដេចបើគ្មានឪពុកម្ដាយរបស់អ្នកលើកទឹកចិត្តអ្នកសួស្ដីមាននរណាម្នាក់បានយកអាហារមកឲ្យខ្ញុំអ្នកពិតជាចិត្តល្អមែនកាយនឹកខ្ញុំជាការពិតណាស់អាហារនៅខាងក្រៅមិនស្អាតទេឥឡូវនេះសុខភាពរបស់អ្នកគឺជារឿងសំខាន់បំផុតខ្ញុំបានមើលថែអាហាររបស់អ្នកទាំងអស់ក្នុងអំឡុងពេលនេះមុនការប្រឡងចូលមហាវិទ្យាល័យឈីងតើអ្នកអាចល្អយ៉ាងនេះដោយរបៀបណាក្មេងស្រីល្ងងឲ្យឈប់យំទៅខ្ញុំបានរៀបចំឈៀងសែមរបស់ខ្ញុំរួចហើយខ្ញុំនឹងក្លាយជាឪពុកម្ដាយដែលមានស្ទីលបំផុតនៅទីនោះចុះការងាររបស់អ្នកវិញអ្នកគឺជានិស្សិតមហាវិទ្យាល័យដំបូងគេនៅក្នុងមណ្ឌលកុមារកំព្រារបស់យើងគាត់ថែមទាំងអាចជាអ្នករកពិន្ទុបានច្រើនជាងគេក្នុងការប្រឡងចូលមហាវិទ្យាល័យទៀតទេក្រៅពីនេះតើអ្នកមិនបាននិយាយថាអ្នកនឹងមើលថែខ្ញុំចាប់ពីពេលនេះខ្ញុំនឹងចាត់ទុកនេះជាការវិនិយោគដំបូងឃើញទេខ្ញុំលីនស៊ីវ៉ាងមិនដែលខ្វះស្នេហាពិតឡើយកុំបារម្ភអីខ្ញុំមិនមានរបស់របរច្រើនទេអ្នកមិនបានអង្គុយឥឡូវនេះទេខ្ញុំនឹងត្រឡប់មកវិញដើម្បីរកអ្នកក្នុងពេលបន្តិចទៀតនោះល្អហើយទ្វារនឹងត្រូវបានចាក់សោភ្លាមនៅពេលដែលលីនស៊ីវ៉ាន់ចូលមកជណ្ដើរឥឡូវនេះទេខ្ញុំបានឃើញថាមនុស្សគ្រប់គ្នាធ្លាប់បានឃើញគាត់ពីមុនមកស៊ូស៊ីអ៊ីពិតជាសាហាវមែនភ្លេចចោលនេះជាតម្លៃដែលអ្នកត្រូវចំណាយសម្រាប់ការធ្វើឲ្យខ្ញុំអាម៉ាស់មុខអ្នកគួរតែខ្លាចពាក់កណ្ដាលស្លាប់ខ្ញុំគ្មានចំណាប់អារម្មណ៍ក្នុងការប្រឡងចូលមហាវិទ្យាល័យក្នុងការធ្វើបញ្ជីស្រមុកពួកគេទាំងអស់គ្នាជូនពរខ្ញុំឲ្យមានសំណាងល្អនៅថ្ងៃខ្ញុំអាចសង្កត់វិញបានត្រឹមត្រូវតែប៉ុណ្ណោះហេតុអ្វីបានជាគ្មានចៅណាតាទ្វារនេះគួរត្រូវបានចាក់សោទេបងប្រុសលីនមិននៅទីនេះទេស៊ូជីយីលីនស៊ីបានសួរអ្នកហើយស្រីឆ្កេញីអ្នកបានធ្វើវាដោយចិត្តណានិយាយរឿងល្អគ្រូពេទ្យឲ្យអូយរ៉ៃស្មែនអាមនុស្សងងខ្ញុំពិតជាបានបិទកណ្ដឹងចាក់សោមែនអារេម៉ាន់អ្នកត្រឡប់មកទីនេះវិញរ៉ៃស្មែនល្អណាស់ទីបំផុតយើងបានមកដល់ហើយមានអ្វីខុសវាធ្វើឲ្យខ្ញុំភ័យខ្លាចតើមានអ្វីបានមកដល់ជាការពិតណាស់វាត្រូវបានសញ្ញាបត្រថ្មីដែលមានអាសយដ្ឋានពិភពលោកបន្ទាប់ពីចុះហត្ថលេខាលើសៀវភៅគ្រួសាររួចអ្នកឥឡូវនេះវាបង្ហាញថាយើងបានមកដល់លំនៅឋានរបស់គ្រួសារស៊ូដើម្បីយកវាលើជាការត្រូវបានស៊ូឆៃវីប្រហារម្ដងទៀតហេតុអ្វីបន្ទាប់មកបើកបរដោយប្រុងប្រយ័ត្នខ្ញុំបានធ្វើស៊ុបរួចហើយត្រឡប់មកផឹកវាវិញភ្លាមអ្វីក៏ដោយដែលអ្នកធ្វើកុំជួបជាមួយគ្រួសារស៊ូនៅសល់តែ3ថ្ងៃទៀតប៉ុណ្ណោះរហូតដល់ការប្រឡងចូលមហាវិទ្យាល័យជីពេលវេលាផ្លាស់ប្ដូរពាក្យសម្ដីជាមួយពួកគេបានទេអត្តសញ្ញាណប័ណ្ណពេលកាំងរបស់ខ្ញុំស៊ូអាអៃអាចៃដនមែនឥឡូវនេះអ្នកដឹងហើយថាត្រូវត្រឡប់មកវិញហើយអង្វរយើងឲ្យទៅជាមួយអ្នកក្នុងអំឡុងពេលប្រឡងដូច្នេះវាគឺអំពីការអំដំណើរនរណាម្នាក់ទៅការប្រឡងសារប្រឡងដែលអ្នកប្រាជ្ញាចិត្តចូលរួមគឺនៅឆ្ងាយពេកល្អហើយមានភាពឯករាជ្យការទូតគឺឆ្ងាញ់ពេកខ្ញុំបារម្ភហេតុអ្វីបានជាអ្នកមិនសុំជំនួយពីបងប្រុសខ្ញុំទៅទេគាត់ទទូចឲ្យចាក់សោគាត់ក្នុងអន្តេវាសិកដ្ឋានរយៈពេល1ថ្ងៃរបស់អ្នកហេតុអ្វីបានជាទ្វារបន្លែរបស់អ្នកខូចព្យាយាមលួចមន់មួយក្បាលប៉ុន្តែបែរជាបាត់បាយទៅវិញអ្នកគួរតែរៀនមេរៀនរបស់អ្នកយើងខ្ញុំមិនផ្ដល់ជូនអ្នកនៅទឹកខ្ពស់មាត់ទេខ្ញុំនឹងគួរឲ្យអាណិតណាស់វាពិតជាមិនមានសុវត្ថិភាពសម្រាប់មនុស្សម្នាក់តែអ្នកអាចឲ្យលុយខ្ញុំខ្លះបានទេនេះពួកគេនឹងមិនឲ្យលុយខ្ញុំទេអូបន្ទាប់មកខ្ញុំគ្រាន់តែត្រូវដេកក្នុងឃ្លាំងកង់នៅពីមុខសាលប្រឡងរយៈពេល2 យប់បានទទួលប្រាក់ចំនួន50,000 យ៉ននៅក្នុងកាតធនាគារ
នេះជាស៊ុបដែលផលិតឡើងជាពិសេសសម្រាប់អ្នកជាមួយនឹងឱសថដែលមានជីវជាតិ